បាយហើយមិនតាន់ទាំងស្រក់ពោះល្អផងមាត់នេះចាប់ផ្ដើមឃ្លាននេះឃ្លាននោះទៀតហើយនឹកឃើញថានៅជុំគ្នាល្អបងប្អូនគេអត់ទៅធ្វើការក៏ធ្វើបុកមីញ៉ាំជុំគ្នាព្រោះថាមួយមុខនេះបើធ្វើញ៉ាំម្នាក់ឯងអត់ឆ្ងាញ់ទេមានអារម្មណ៍ថាខ្វះជាតិបើបានពីរនាក់ជុំគ្នាអញ្ចឹងមកអេមស្រែមហ្មងគ្រឿងផ្សំសម្រាប់ធ្វើបុកមីនេះគឺសាមញ្ញទេបន្លែខ្ញុំមានតកួនបន្តិចមានស្ពៃក្តៅពណ៌ស្វាយពណ៌សពោតហាវ៉ៃបន្តិចស្បែកគោបន្តិចមីយើងស្រុះជាមួយនឹងទឹកក្តៅហើយលាងជាមួយនឹងទឹកត្រជាក់ចោលម្សៅទៅផ្នែកសាច់គឺខ្ញុំមានប៉ាតេមានបកាជាមួយនឹងមឹកបន្តិចហើយមានខ្ទឹមសម្ទេសនិងក្រូចឆ្មាហើយនឹងគ្រឿងផ្សំផ្សេងទៀតដែលខ្ញុំបានដាក់ចូលក្នុងនឹងដំបូងដាក់ខ្ទឹមសជាមួយនឹងម្ទេសខ្ញុំដាក់ហឹរតែបន្តិចទេដាក់ប៊ីចេងដាក់ស្ករសហើយចាប់ផ្ដើមបុកគ្រឿងទាំងអស់ហ្នឹងឲ្យបានចូលសព្វគ្នាល្អចំពោះរសជាតិនេះបងប្អូនចូលចិត្តហឹរខ្លាំងដាក់ម្ទេសរៀងច្រើនទៅតែបងប្អូនថ្លៃខ្ញុំគេតងន់អញ្ចឹងញ៉ាំហឹរខ្លាំងអត់សូវបានទេក៏ដាក់បន្ថយមកល្មមដែលអាចញ៉ាំបានបុកគ្រឿងទាំងអស់នឹងបានម៉ត់ហើយបន្ទាប់មកគឺខ្ញុំដាក់ស្ករត្នោតចូលស្ករត្នោតនេះយើងដាក់មើលមកល្មមណាខ្ញុំស្ករត្នោតនឹងបានសព្វហើយគឺដាក់ទឹកប្រហុកចូលលាយទឹកត្រីបន្តិចបន្ទាប់ពីដាក់គ្រឿងរួចហើយយើងញ៉ុំគ្រឿងនឹងឲ្យបានចូលសព្វបន្ទាប់មកគឺចាប់ដើមច្របាច់ជាមួយនឹងក្រូចឆ្មាមិនថាបុកមីឬក៏បុកល្ហុងទេរសជាតិគឺយើងដាក់ចាស់គ្រឿងតិចទៅគ្រឿងប្រៃផ្អែមជូរហឹរអីហ្នឹងបន្ទាប់ពីច្របាច់ក្រូចឆ្មាហើយយើងកូរគ្រឿងនឹងឲ្យបានចូលសព្វភ្លក់មកឆ្ងាញ់ឲ្យហើយណាចាំដាក់បន្លែចូលបន្លែនេះរឹងចឹងខ្ញុំមុនដាក់ស្ពៃក្តោបសស្ពៃក្តោបស្វាយស្ដាយគួរដាក់ខ្ញុំមុនមីព្រោះមីទុនទេអញ្ចឹងយើងខ្ញុំបន្លែឲ្យបានទុនមុនសិនចាំដាក់សាច់ដាក់អីចូលបន្ទាប់ពីខ្ញុំបន្លែបានមកសពបហើយគឺខ្ញុំដាក់បកាដាក់មឹកដាក់ប៉ាតេហើយនឹងពោតចូល3 4មុខហ្នឹងដាក់ចូលគ្នាហើយទៅមីទុកដាក់ក្រោយគេព្រោះមីយើងអត់ស្រស់ទៅវាទុនស្រាប់ទេអញ្ចឹងយើងច្បល់ហើយនឹងខ្ញុំបន្លែជាមួយនឹងសាច់របស់យើងឲ្យបានចូលសព្វមកខ្ញុំតិចទឹកបានហើយមិនបាច់ខ្ញុំខ្លាំងពេកទេបែកសាច់បែកគ្រឿងសមុទ្រយើងអស់មើលទៅមិនតំណងឆ្ងាញ់ទេណាខ្ញុំតិចមើលតែវាចូលគ្រឿងហើយចុងក្រោយហ្នឹងគឺខ្ញុំបន្ថែមមីខ្ញុំចូលទៅមីនេះខ្ញុំប្រើមកកញ្ចប់កន្លះខ្ញុំស្រុះជាមួយនឹងទឹកក្តៅស្រង់ចេញហើយត្រាំជាមួយនឹងទឹកកកឲ្យវាស្វិតល្អអញ្ចឹងណាបើសិនជាអត់មានទឹកកកទេអាចលាងជាមួយនឹងទឹកយើងធម្មតាក៏បានដែរនៅពេលដែលយើងលាងជាមួយនឹងទឹកក្តៅហើយយកទៅលាងនឹងទឹកត្រាំជាមួយនឹងទឹកកកតែសៃមីរបស់យើងចេញមកគឺអត់សូវមានជាតិខ្លាញ់ទេឥឡូវហ្នឹងបុកមីរបស់ខ្ញុំគឺបានរួចរាល់ហើយបើសិនជាបងប្អូននៅផ្ទះមានជីអាចបន្ថែមជីស្លឹកវែងឬក៏ជីទៅតាមចិត្តអង្គចំណូលចិត្តបានណាតែដោយសារតែពេលខ្ញុំធ្វើហ្នឹងនៅផ្ទះអស់ជីគ្រប់មុខហ្មងអត់មានសោះអញ្ចឹងឈិនឆាយយោហ្មងទៅតពីយើងធ្វើបុកមីហើយមានអីទៀតទេឈីលញ៉ាំជុំគ្នាអញ្ចឹងទៅសៃមីរបស់យើងគឺអត់រលួយពេកទេឡើងស្វិតឆ្ងាញ់ហ្មងដាក់មួយម៉ាត់ណាក៏ជាតិដែរយីមែនងាកឡើងអត់ដឹងថាត្រូវធ្វើអីញ៉ាំឲ្យឆ្ងាញ់មាត់អាចធ្វើបុកមីនេះបានញ៉ាំលេងចេះក៏បានដាក់ជាមួយនឹងអាចជាក់ក៏ត្រូវដែរងាកឡើងបានអាចជាក់ជាមួយនឹងមិត្តយល់ចិត្តអីហ្នឹងគឺថាត្រូវលេខ1ហ្មងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ